មានអីអត់អត់មានអីប៉ុន្តែកណាមានតែចង់ខ្លាចកុំប៉ុន្តែហើយសុំប៉ុន្តែដល់អាវ៉ាតក្នុងការបប្រតិបត្តិធ្វើកណាតាំងចិត្តថាចូលភាសានេះកណានឹងបប្រតិបត្តិឲ្យខ្ជាប់ខ្ជួនប៉ុន្តែដោយសារតែពួកយើងជាអ្នកមានសទ្ធាជ្រះថ្លាទៅតាមដែលព្រះមានភាពព្រះអង្គសម្ដែងព្រះអង្គត្រាស់ថាបុគ្គលដែលមានសទ្ធាជ្រះថ្លានេះបណ្ឌិតក៏បីដឹងដែលហេតុ3យ៉ាងក៏ទី1ចង់ឃើញបុគ្គលដែលមានសិលទី2ចង់ស្ដាប់ព្រះសទ្ធធម៌មានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិលនៅគ្រប់គ្រងផ្ទះណាមានការលះរួចហើយមានដៃលាងស្អាតហើយត្រេកអរក្នុងការលះជាអ្នកគួរដល់ស្មូមជាអ្នកត្រេកអរក្នុងការឲ្យនិងការចែករលែកអ្នកណាមានធម៌3យ៉ាងនេះមានភាពអង្គឲ្យពលថាជាអ្នកមានសទ្ធាជ្រះថ្លាក៏ពួកយើងក៏មានលក្ខណៈជាបុគ្គលដែលមានសទ្ធាជ្រះថ្លានោះឯងណាចឹងតទៅបន្ទាននេះឲ្យស្ដាប់ធម៌គោលការណ៍បានជួបសមណៈការចូលមកពាក់ព័ន្ធមួយសមណៈហ្នឹងដោយសារតែហេតុ3យ៉ាងហ្នឹងឯងណាមានភាពព្រះអង្គណែនាំឲ្យយើងធ្វើសមាធិក្នុងមួយថ្ងៃហ្នឹងបាន3រងប្រៀបថាដូចអ្នកផ្សារយកចិត្តទុកដាក់ជាមួយនឹងការងាររបស់ខ្លួនក្នុងវេលាព្រឹកវេលាថ្ងៃវេលាល្ងាចនឹងបានភោគៈដែលមិនទាន់បានភោគៈដែលបានហើយនឹងចម្រើនឡើងផងយ៉ាងណាមិញអ្នកប្រាថ្នានៅកុសលដូចគ្នាក៏ត្រូវតែយកចិត្តទុកដាក់ជាមួយនឹងសមាធិនិមិត្តក្នុងពេលព្រឹកពេលថ្ងៃពេលល្ងាចគ្រប់3ពេលបាទធ្វើបានទាំង3ពេលហ្នឹងនឹងបានអកុសលដែលមិនធ្លាប់បានកុសលដែលធ្លាប់បានហើយនឹងចម្រើនឡើងដូចជាអ្នកផ្សារដែរបងចាយ3ពេលដើម្បីយើងដោះលាងខាតចិត្តរបស់យើងរីរឿយណាពីព្រឹកលាងម្សាបងថ្ងៃឡើងលាងម្សាទៀតជំរះចិត្តយើងម្សាល្ងាចឡើងជំរះចិត្តយើងម្សាទៀតចាំឲ្យយើងនឹងជំរះចិត្តរបស់យើងជាប្រចាំជារឿយណោះចឹងបន្ទាននឹងនាំឱវាទដែលព្រះសាស្តាព្រះអង្គសម្ដែងទុកលើកឡើងមកពោលដើម្បីឲ្យពួកយើងបានចម្រើននៃការស្ដាប់ពាក្យរបស់ព្រះមានពភាកណោះក៏ឲ្យយើងយកចិត្តទុកដាក់ស្ដាប់ឲ្យប្រពៃណាបន្ទាក៏នឹងបរិយាយជួនពាក់ព័ន្ធនឹងអនាគតភ័យ5យ៉ាងភ័យដែលមាននៅក្នុងអនាគតជារឿងរ៉ាវដែលព្រះសាស្តាព្រះអង្គសម្ដែងមួយភិក្ខុទាំងឡាយណាព្រះមានភាពព្រះអង្គត្រាស់ចានិថាភិក្ខុការពិចារណាឃើញនៅអនាគតភ័យ5យ៉ាងនេះជាអ្នកមិនប្រមាទមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានទើបអាចដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់បានដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់នៅឡើយចាប់ភ័យក្នុងអនាគត5យ៉ាងតើមានអ្វីខ្លះព្រះសាស្តាព្រះអង្គត្រាស់ថាភិក្ខុក្នុងសាសនានេះពិចារណាឃើញដូច្នេះថាឥឡូវនេះអាត្មាអញនៅក្មេងកំឡោះជំទង់មានសក់ខ្មៅស្រិលប្រកបដោយវ័យចម្រើនគឺបឋមវ័យនៅឡើយសម័យដែលជរាប៉ះពាល់នៅរាងកាយនេះរបែងមានដោយពិតក៏កាយដែលចាស់ក្រំគ្រាត្រូវជរាក្របសង្កត់ហើយមិនងាយនឹងធ្វើទុកក្នុងចិត្តនៅពាក្យព្រាមប្រដៅនៃព្រះសម្មាសម្ពុទ្ធបានមិនងាយនឹងគប់រកនៅសេនាសនៈស្ងាត់គឺដងព្រៃបានឡើយធម៌ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីពេញចិត្តរមែងមកដល់អាត្មាអញមុនបើដូច្នោះអាត្មាអញប្ររពព្យាយាមឲ្យបានជាមុនវិញដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់បានដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនឯងមិនទាន់បានធ្វើឲ្យជាក់ច្បាស់នៅឡើយអាត្មាអញជាអ្នកប្រកបដោយធម៌ណាសូមបីខ្លួនចាស់ជរាហើយក៏នៅជាសុខដោយធម៌នោះព្រះសាស្តាព្រះអង្គត្រាស់តទៀតថាភិក្ខុកាលបើពិចារណាឃើញនៅអនាគតភ័យទី1នេះហើយជាអ្នកមិនប្រមាទមានព្យាយាមញ៉ាំងកិលេសក្តៅមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានទើបអាចដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់ដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់នេះគឺអនាគតភ័យទី1ព្រះមានភាពព្រះអង្គណែនាំឲ្យយើងពិចារណាអនាគតភ័យទី1គឺជរាសម័យកាលដែលរាងកាយនេះត្រូវជរាគ្របសង្កត់គង់មានឲ្យយើងឥឡូវនេះយើងកំពុងស្ថិតនៅក្នុងបឋមវ័យវ័យដែលកំពុងតែចម្រើនវ័យកណ្ដាលណាអត់ទាន់ចាស់តែសម័យកាលដែលជរាធម៌គ្របសង្កត់រាងកាយរបស់យើងគង់មានទៅអនាគតព្រះសាស្តាព្រះអង្គពិចារណានិយាយថាបើសិនជាជរាធម៌គ្របសង្កត់
យើងហើយណាការធ្វើទុកក្នុងចិត្តនៅពាក្យព្រាមបដៅរបស់ព្រះសាស្តាឬការសែបនៅសេនាសនៈស្ងាត់ដើម្បីប្រកបនៅសេចក្តីព្យាយាមមិនមែនជារឿងធ្វើបានដោយងាយព្រោះបច្ចាស់ហើយលំបាកណាអារម្មណ៍ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីពេញចិត្តហ្នឹងក៏កើតដល់យើងមុនព្រះអង្គត្រាស់ថាបើសិនជាយើងពិចារណាឃើញនៅភ័យអនាគតទី1នេះហើយឲ្យយើងពិចារណាទៅទៀតថាបើដូច្នោះអាត្មាអញគួរតែបរិបព្យាយាមឲ្យបានមុនវិញដើម្បីឲ្យដល់នូវគុណវិសេសដែលខ្លួនមិនទាន់បានដល់ដើម្បីឲ្យបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់នៅឡើយសម័យកាលដែលជរាធម៌គ្របសង្កត់ហើយយើងក៏អាចនៅជាសុខបានមួយទៀតពិខុពិចារណាឃើញដូច្នេះថាឥឡូវនេះអាត្មាអញមានអាពាធតិចមានទុកតិចប្រកបដោយភ្លើងធាតុដែលដុតកម្ដៅស្មើគ្នាមិនត្រជាក់ពេកមិនក្ដៅពេកជាកណ្ដាលគួរដល់សេចក្តីព្យាយាមសម័យដែលព្យាធិប៉ះពាល់នៅរាងកាយនេះរមែងមានដោយពិតក៏កាយដែលត្រូវព្យាធិគ្របសង្កត់ហើយមិនងាយនឹងធ្វើទុកក្នុងចិត្តនៅពាក្យព្រាមប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបានមិនងាយនឹងគប់រកសេនាសនៈស្ងាត់គឺដងព្រៃបានឡើយធម៌ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីគប់ចិត្តរមែងមកដល់យើងមុនបើដូច្នោះព្រះសាស្តាព្រះអង្គប្រាប់ថាអាត្មាអញគួរតែប្ររពសេចក្តីព្យាយាមឲ្យបានមុនវិញដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់បានដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនឯងមិនទាន់បានធ្វើឲ្យជាក់ច្បាស់លុះសម័យកាលជាខាងក្រោយមករាងកាយនេះត្រូវព្យាធិគ្របសង្កត់ហើយអាត្មាអញក៏ប្រកបដោយធម៌ណាហើយនៅជាសុខបានបើមានព្យាធិគ្របសង្កត់ក្នុងសម័យជាខាងក្រោយក៏អាចនៅជាសុខបានព្រោះហេតុតែខ្លួននឹងបានប្រកបព្យាយាមទុកជាមុនពីខុសការពិចារណាឃើញនៅអនាគតភ័យទី2នេះហើយជាអ្នកមិនប្រមាទមានព្យាយាមយ៉ាងកិលេសឲ្យក្តៅមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានទើបអាចដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់បានដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់នេះគឺអនាគតភ័យទី2ភ័យដែលមានក្នុងអនាគតក៏គឺព្យាធិមួយទៀតភិក្ខុពិចារណាឃើញដូច្នេះថាឥឡូវនេះសំទូងល្អបិណ្ឌបាតមានងាយស្រួលដើម្បីនឹងព្យាយាមស្វែងរកចិញ្ចឹមជីវិតបានងាយក៏សម័យដែលមានទុរភិក្ខសំទូងមិនល្អបិណ្ឌបាតបានដោយក្រមិនងាយដើម្បីនឹងព្យាយាមស្វែងរកមកចិញ្ចឹមជីវិតបានឡើយមនុស្សទាំងឡាយក៏តែងទៅកាន់ទីដែលមានពិខាងាយក្នុងវេលាដែលស្រុកកើតមានទុរភិក្ខការនៅច្រឡោកច្រឡំការនៅដេដាស់ក្នុងទីដែលមានភិក្ខាងាយនោះរមែងមានការនៅច្រឡោកច្រឡំការនៅដេដាស់មានហើយមិនងាយនឹងធ្វើទុកក្នុងចិត្តនៅពាក្យព្រាមប្រដៅនៃព្រះសម្មាសម្ពុទ្ធទេមិនងាយនឹងគប់រកសេនាសនៈស្ងាត់គឺដងព្រៃបានឡើយធម៌ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីពេញចិត្តរមែងមកដល់អាត្មាអញមុនបើដូច្នោះអាត្មាអញប្ររពព្យាយាមឲ្យបានមុនវិញដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់បានដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់សម័យកាលជាខាងក្រោយមកបើជួបហេតុការណ៍បែបហ្នឹងយើងក៏អាចនៅជាសុខបានអាត្មាអញប្រកបដោយធម៌ណាសំបីក្នុងទុរភិក្ខសម័យក៏នៅសប្បាយដោយធម៌នោះភិក្ខុការពិចារណាឃើញនៅអនាគតភ័យទី3នេះជាអ្នកមិនប្រមាទមានព្យាយាមយ៉ាងកិលេសឲ្យក្តៅមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានទើបអាចដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់បានដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់អនាគតភ័យទី3គឺសម័យកាលដែលយើងរកស៊ីចិញ្ចឹមជីវិតបានដោយលំបាកបានដោយក្រណាមានដូចក្នុងសម័យកូវីដជាដើមមនុស្សចេញពីផ្ទះអត់បានការស្វែងរកចិញ្ចឹមជីវិតធ្វើបានលំបាកមួយទៀតភិក្ខុពិចារណាឃើញដូច្នេះថាឥឡូវនេះមនុស្សទាំងឡាយជាអ្នកព្រមព្រៀងគ្នារីករាយគ្នារីករាយរកគ្នាមិនវិវាទគ្នាដូចជាទឹកដោះលាយនឹងទឹកក្រឡេកមើលគ្នានឹងគ្នាដោយ
จักโคจิตีสลังก็สมัยได้เมียนไพ่คือเจ้ากำไรขนมดองไปหายผู้เนี่ยจนบอสก็นอมคนนี้ล้างถึงการจักรเย็นหายบ่อเตยการตึบเซ็งก็การบ่าไพ่เมียนหายมันโดนถึงหลายแต่งแต่การตีเซมซานการเนยจะลงจะลำการเนยเด็ดนะขนมตีนุเราไม่เมียนการบการเนยจะลงจะลำขี้การเนยเด็ดนะเมียนหายมันเงี้ยหนึ่งตัวตกขนมจัดเราเปียเปลี่ยนประดับในพระสมมาสัมพุทธบาลมันเงี้ยหนึ่งกบโรคเสนาสนะสงัดคือดองไพรบานลายทอได้มันจะตีปรารถนามันจะตีเตรอมันจะตีเป็นจัดเราไม่หมดđó làธรรมะอันมนบ้าดิชโนอาตมาอันกูตายประรบเชียเยี่ยมไอบานบนเวงดำใบบานดอลคนบิดแท้แดกลุ้นมันตอนบานดอลดำใบบ้านคนบิดแท้แดกลุ้นมันตอนบานดำใบทั่วอาเจชบ้านคนบิดแท้แดกลุ้นมันตอนบานทั่วอาเจชบ้าอาตมาอันประกอบไปถอนนาสมใบขนมเบลียเมียนไพ่ก็หนังเนื้อสบายได้ถอนโนที่เขาพิจารณาเคยเนื้ออนาคตภัยตีบุญนี้เจเนมันประมาทเมียนเพียเยี่ยมยังเกลียกระไดเมียนจัดบรรจุในการเปลี่ยนเปลี่ยนเติมไอ้ดำใบดอลคนวิสัยแดกล้วนมันตอนบานดอลดำใบบ้านคนวิสัยแดกล้วนมันตอนบานดำใบทั่วอาเจชบ้านคนวิสัยแดกล้วนมันตอนบานทั่วอาเจชบ้านี่คืออนาคตภัยตีบุญสมัยการได้เมียนเจ้ากำไรนะบาในยีโดยสมัยปัจจุบันก็คือสมัยการได้เมียนตึงเกรียมครับป่ะมันดูตัวแต่งเกลียประหาเกลียสำหรับเกลียนั่นเองมันดูแต่หลายก็ตายแต่รถเตอเนยตีได้จมเกลียมันกระดกจะตีจมเลียครูนั่นนะแต่ในมาดมป่ะเนยได้การจะลงจะลำเกลียในการได้ดักเกลียนะประกอบได้ตกประกอบได้ไพ่การทั่วตกขนมจัดเราเปลี่ยนไปได้ระบบแปรธากดหนึ่งการแซ่บไปศาสนาสงัดนำไปบรบเชียเย็บมันแมนเธอบานอย่างเงี้ยน้องสมัยน้องมวยเตี้ยที่เขาพิจารณาขึ้นดิชนะธาไอ้เหล่านี้ซ่องจีเนี่ยปลอมเปลี่ยนขเนียดีดอกขเนียมันวิเวียดขเนียมีโนเตจิมวยขเนียเราไปเนื้อสบายสมัยเดี๋ยวซ่องใบบะขเนียเราไปมีนดัดเปิดการแบบซ่องใบบะขเนียหายมันเงี้ยหนึ่งตัวตกขนมจัดเราเปลี่ยนประดับในพระสมมาสัมพุทธบาลมันเงี้ยหนึ่งกบโรคเสนาสนะสงัดคือดองไพรบานลายทอได้มันจะตีปรารถนามันจะตีเตรอมันจะตีเป็นจัดนุเราไม่มีดอลอาตมาอันมนบ่าวดิชโนอาตมาอันประรบเชียเยี่ยมอ้อยบ้านบนเวงดำใบดอลคนวิสัยแดกล้วนมันตอนบานดอลดำใบบ้านคนวิสัยแดกล้วนมันตอนบานดำใบทั่วเจชบ้าคนวิสัยแดกล้วนมันตอนบานทั่วเจชบ้าอาตมาอันประกอบได้ทอหน้าการบัดซ่องใบบักขยี้หายก่อนเดินสบายได้ถอนลงพี่เขากล้าพิจารณาเคยนอนนาก็ตะไคร้ตีปรามนี้เจเนมันประมาทมีเพียเยี่ยมยังเกลียกระไดเมียนจัดบรรจุในการเปลี่ยนเติมไอ้ดำใบดอในคนวิสัยแดกล้วนมันตอนบานดอลดำใบบ้านในคนวิสัยแดกล้วนมันตอนบานดำใบทั่วเจชบ้านในคนวิสัยแดกล้วนมันตอนบานทั่วเจชบ้าวันนี้พี่เขาแต่ละพี่เขากล้าพิจารณาเคยนอนนาก็ตะไคร้ตีปรามอย่างนี้ไอ้เจเนมันประมาทมีเพียเยี่ยมยังเกลียกระไดเมียนจัดบรรจุในการเปลี่ยนเติมไอ้ดำใบดอในคนวิสัยแดกล้วนมันตอนบานดอลดำใบบ้านในคนวิสัยแดกล้วนมันตอนบานดำใบทั่วอาเจชบ้านในคนวิสัยแดกล้วนมันตอนบานทั่วอาเจชบ้าสำหรับรางวิดาสังขารประเมินประเภทพอเอาไปแน่นอนมาเยอะเนี่ยพิจารณาอนาคตภัยปรามยางในเบื้องนอนาคตนะก็คือพิจารณาน้องภัยในเบื้องนอนาคตปรามยางภัยที่มวยการพิจารณาก็เอาพิจารณาจะนิทานเหล่านี้ยืนในใบได้กำล้อจำตรงในลายนะชีวิตที่ประทำเอาไว้ในลายชีวิตได้กระปงแต่จำรานให้เอาพิจารณาทาสมัยกามวยกงเมียนจุเรียทอนังครอบสังกรเรียงกายบ่อยยิงให้กับบาสมัยกาดังหมดดอลนะจุเรียทอมาดอลหายการทัวตกขนมจัดนเปียเปลี่ยนประดัยระบบเปลี่ยนเมียนประเภทมันแมนเชียเรื่องในไอทัวบานได้ยังรูปแบบจ้าแต่หายจำก็จำลำบากตัวจีบานสดับนะจำก็ลำบากจำแต่เพลย์สดับให้เพลย์สดับให้เพลย์จำใบอัดบานยมเตือนสู้จ้าดังไงเนี่ยสดับทอสดับให้จำอัดบานการเปิดตัวขนมจัดนเปียเปลี่ยนประดัยระบบเมียนเพี้ยมันแมนทัวบานได้ยังการเบอร์เตยจุเรียทอทั้งกรอบสังกัดหาย
ហើយការខ្សែគប់នៅសេនាសនៈស្ងាត់ដើម្បីប្រពនៅសេចក្តីព្យាយាមក៏មិនមែនជារឿងធ្វើបានតែងាយដូចគ្នាចាស់ហើយเนาะនឹងទៅអង្គុយនឹងទៅចម្រើនឲ្យបានដូចគេក្មេងៗហ្នឹងគឺមិនមែនធ្វើតែងាយអង្គុយតែមួយផ្លែតចុចចកេះចុកខ្នងចុកកចុកជើងចុកដៃបាត់ទៅហើយមិនមែនជារឿងធ្វើបានតែងាយក៏មានភាពបងណែនាំថាឲ្យយើងពិចារណាឃើញនៅសេចក្តីចាស់នៃរាងកាយថាជាភ័យមួយក្នុងអនាគតហើយឲ្យយើងនេះប្រកបព្យាយាមពីឥឡូវនេះឲ្យតើមានកម្លាំងនៅវ័យដែលគួរដល់ការបដិបត្តិក៏បដិបត្តិឲ្យហើយធ្វើឲ្យហើយដើម្បីបានដល់នៅគុណវិសេសដែលមិនទាន់បានដល់ណាបាននៅគុណវិសេសដែលមិនទាន់បានដើម្បីធ្វើឲ្យជាក់ច្បាស់នៅគុណវិសេសដែលខ្លួនឯងនឹងមិនទាន់បានធ្វើឲ្យជាក់ច្បាស់នៅឡើយលុះបើសិនជាយើងបាននៅគុណវិសេសដែលមិនទាន់បានដល់បាននៅអ្វីដែលមិនទាន់បានធ្វើជាក់ច្បាស់នៅអ្វីដែលមិនទាន់បានធ្វើជាក់ច្បាស់ហើយសម័យកាលដែលជរាធម៌គ្រប់សង្កត់ហើយយើងក៏នៅជាសុខបានយើងអត់ក្តៅក្រហាយណាអ្នកខ្លះក៏ចាត់ទៅហើយទៅមិននឹកឃើញចង់ស្ដាប់ធម៌ហើយចាំមិនបានណាអង្គុយក៏មិនបានយូរតែកើតដេកក្រហាយបន្ទោសខ្លួនឯងកាលពីក្មេងមិនខំប្រឹងស្ដាប់ទៅហើយនេះកើតដេកក្រហាយយើងក្រោយស្ដាយក្រោយអារម្មណ៍ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរហ្នឹងក៏រមែងប៉ះពាល់បុគ្គលនឹងមុនត្រូវអត់អានេះគឺអនាគតភ័យទី1ដែលយើងគួរពិចារណានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងណាគឺភាពជរានៃរាងកាយរបស់យើងតែមានប្រកបដោយយើងអនាគតភ័យទី2ដែលមានភាពបងណែនាំឲ្យពិចារណានៅក្នុងជីវិតប្រចាំថ្ងៃក៏គឺព្យាធិធម៌ណាបងឲ្យមកមើលក្នុងសម័យបច្ចុប្បន្នយើងអត់មានព្យាធិអត់មានជំងឺក្របសង្កត់រាងកាយរបស់យើងទេណាក៏សម័យកាលជាទៅខាងមុខក៏នឹងមានព្យាធិក្របសង្កត់មិនខានសម័យណាមួយណាទៅខាងមុខណាបងអាចនឹងមិនទាន់ចាស់ក៏ថាបានត្រឹមអាយុ1ឆ្នាំ2ឆ្នាំទៀតយើងអាចឈឺធ្ងន់ក៏ថាបានព្យាធិទៅវិញមានដល់យើងមិនខានមិនកន្លងបុគ្គលណាមួយឡើយឲ្យពិចារណាតទៀតថាបើសិនជាសម័យនោះព្យាធិធម៌នឹងក្របសង្កត់យើងមកហើយនេះការធ្វើទុកក្នុងចិត្តនៅពាក្យព្រាមប្រដៅរបស់ព្រះដ៏មានវិភាកមិនមែនជារឿងធ្វើបានងាយហើយការដែលត្រូវព្យាធិធម៌នេះក្របសង្កត់ហើយឈឺហើយការទៅសេពនៅសេនាសនៈស្ងាត់ដងព្រៃជាដើមណាទីស្ងាត់ជាដើមដើម្បីប្រកបព្យាយាមក៏មិនមែនធ្វើបានងាយអារម្មណ៍ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីពេញចិត្តហ្នឹងក៏រមែងពណ៌ត្រូវយើងក៏យើងតែការទុកពេលដែលអាពាធមកហើយការទុកអត់ការទុកនឹងអារម្មណ៍ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីពេញចិត្តក៏រមែងកាត់ឲ្យយើងត្រូវអត់ព្រោះយើងអាចបានប្រកបព្យាយាមទុកជាមុនអាចបានពិចារណាអាចបានជាហេតុដើម្បីនាំទៅប្រកបព្យាយាមតែបើយើងបានពិចារណាណាឲ្យបានជាហេតុឲ្យខ្លួនទៅប្រកបព្យាយាមបាននៅគុណវិសេសដែលខ្លួនមិនទាន់បានដល់នៅគុណវិសេសដែលខ្លួនមិនទាន់បានមិនទាន់ដល់ធ្វើឲ្យជាក់ច្បាស់នៅគុណវិសេសដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់រួចរាល់ស្រេចបាច់ហើយសម័យកាលដែលមានភាធិគ្រប់សង្កត់ឡើងមកឈឺធ្ងន់ឡើងមកយើងក៏អាចនៅជាសុខបានអត់ឈឺទាំងការទុកមែនអត់គេព្រមប្រឡែងបានព្រោះគុណវិសេសគេមានណាគេបាននៅអ្វីដែលគេមិនទាន់បានគេដល់នៅអ្វីដែលគេមិនទាន់ដល់គេបានធ្វើឲ្យជាក់ច្បាស់នៅអ្វីដែលគេមិនទាន់បានធ្វើឲ្យជាក់ច្បាស់ណាអស់ការសង្ស័យទៅខាងមុខអានេះជាធម៌ទី2ណាដែលយើងគួរលើកមកពិចារណាក្នុងជីវិតប្រចាំថ្ងៃដើម្បីឲ្យចិត្តយើងមកអន់ទៅដើម្បីប្រកបព្យាយាមឲ្យហើយណាមួយទៀតអនាគតភ័យទី3ដែលយើងគួរលើកមកពិចារណាក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏គឺសម័យកាលដែលរកស៊ីចិញ្ចឹមជីវិតបានដោយក្របានដោយលំបាកមានភាពបងណែនាំថាសម័យបច្ចុប្បន្នណាយើងមានអាជីពមុខរបររកស៊ីចិញ្ចឹមជីវិតបានដោយងាយស្រួលនៅឡើយតែទៅអនាគតវាអត់ទៀងណាគង់មានសម័យមួយដែលយើងរកស៊ីចិញ្ចឹមជីវិតបានដោយលំបាកអាជីពរបស់មនុស្សនេះបាទមានឡើងមានចុះដូចការលក់ដូរយើងមានឡើងមានចុះហ្នឹងសម័យមួយក៏លក់ដាច់សម័យមួយទៀតក៏លក់មិនដាច់តែមែនទេសម័យណាលក់ដាច់ក៏ជាការចិញ្ចឹមជីវិតបានដោយងាយសម័យកាលណាដែលលក់មិនដាច់ខាតទុនក៏ជាសម័យកាលដែរចិញ្ចឹមជីវិតហ្នឹងបានដោយលំបាកបងឲ្យពិចារណាឃើញនេះថាបើសម័យបច្ចុប្បន្នណា
យើងកំពុងតែមានការចិញ្ចឹមជីវិតបានដូចនេះក៏ឲ្យយើងប្រកបព្យាយាមនឹងឲ្យហើយព្រោះបើតើអនាគតបើសិនជាអាជីពមុខរបររបស់យើងណាប្រព្រឹត្តបានដោយលំបាកការចិញ្ចឹមជីវិតបានដោយលំបាកហើយការធ្វើទុកក្នុងចិត្តនៅពាក្យព្រាមប្រដៅរបស់ព្រះសាស្តាមិនមែនធ្វើបានដូចនេះហើយការដែលនឹកចង់ទៅសេពនៅសេនាសនៈស្ងាត់ដើម្បីប្រកបព្យាយាមក៏មិនមែនធ្វើបានដូចនេះមែនអត់កំពុងតែរកមិនបានហងខាតទងខាតដើមផងនឹកចង់ទៅប្រកបព្យាយាមនឹកចង់ទៅអត់នឹកចង់ទៅនេះមែនទេចឹងការបើយើងនៅសុបាយសុខសប្បាយបច្ចុប្បន្នណាមិនលំបាកក្នុងការចិញ្ចឹមជីវិតទេឲ្យយើងប្រកបព្យាយាមឲ្យហើយដើម្បីឲ្យបានគុណពិសេសដែលខ្លួនមិនទាន់បានដើម្បីដល់គុណពិសេសដែលខ្លួនមិនទាន់ដល់ធ្វើឲ្យជាច្បាស់គុណពិសេសដែលខ្លួនឯងក៏បានធ្វើជាច្បាស់ឡើយព្រោះបើបាននៅអ្វីដែលមិនទាន់បានដល់នៅអ្វីដែលមិនទាន់ដល់ធ្វើជាច្បាស់នៅអ្វីដែលមិនទាន់បានធ្វើជាច្បាស់ហើយយើងសម័យកាលហ្នឹងមានដល់យើងក៏នៅជាសុខបានព្រោះយើងជាអ្នកបុគ្គលដែលមានធម៌នៅនឹងខ្លួនកណាមានធម៌នៅនឹងខ្លួនទុកកើតឡើងយើងចេះរលាស់ចោលទុកក៏ក្របសង្កត់អត់បានអារម្មណ៍ដែលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីគាប់ចិត្តហ្នឹងអត់ប៉ះពាល់ដល់យើងក៏នៅជាសុខបានសម័យកាលដែលរកស៊ីចិញ្ចឹមជីវិតដោយលំបាកហ្នឹងអនាគតភ័យទី3ដែលយើងគួរតែលើកយកមកពិចារណានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដើម្បីឲ្យចិត្តយើងមកអន់ទៅដើម្បីប្រកបព្យាយាមឲ្យហើយជាមុនណាចំណែកអនាគតភ័យទី4គេសម័យកាលដែលមានចោលកម្រើកបើនិយាយក្នុងសម័យបច្ចុប្បន្នរបស់យើងគឺសម័យកាលដែលមនុស្សទាស់តែងគ្នាហើយសម័យកាលដែលមនុស្សទាស់តែងគ្នាគឺសម័យកាលដែលមានសង្គ្រាមមនុស្សទាំងឡាយក៏តែងតែឡើងកាន់ចក្រយានបរទេទៅទីដែលខ្សែមខ្សានទៅទីដែលมันមានការសម្លាប់គ្នាเนาะក៏កន្លែងតែភៀសសឹកនៅឯងហៅថាកន្លែងភៀសសឹកក៏បើមនុស្សទាំងឡាយក៏ប្រមូលគ្នាបដុំគ្នាទៅនៅកន្លែងភៀសសឹកកន្លែងតែមួយការនៅចរោគច្រឡំការនៅដេដាស់ច្បោកច្បល់ក៏នឹងកើតមានឡើងត្រូវអត់ការធ្វើទុកក្នុងចិត្តនៅពាក្យព្រាមប្រដៅរបស់ព្រះសាសនាក៏មិនមែនធ្វើបានដូចនេះក្នុងសម័យនោះហើយការដែលសេពគប់សេនាសនៈស្ងាត់ដើម្បីប្រកបព្យាយាមក៏មិនមែនបានធ្វើដូចនេះណោះមែនទេមិនមែនណាព្រះសាសនាព្រះអង្គប្រាប់ថាបើពិចារណាឃើញនៅភ័យក្នុងអនាគតទី4នេះហើយឲ្យយើងនេះប្រកបព្យាយាមនៅក្នុងសម័យបច្ចុប្បន្ននេះហើយណាតនសម័យកាលហ្នឹងអត់មានដល់យើងកន្លងមកមានមកហើយបងមែនអត់តែតទៅមុខទៀតក៏អាចមានទីកថាបានណាក៏សម័យបច្ចុប្បន្នហ្នឹងក៏ឲ្យយើងប្រកបព្យាយាមដែរហើយណាយកចិត្តទុកដាក់ក្នុងពាក្យរបស់ព្រះសាស្តាហើយប្រកបព្យាយាមឲ្យហើយដើម្បីដល់នូវគុណវិសេសដែលខ្លួនឯងមិនទាន់ដល់ដើម្បីបាននូវគុណវិសេសដែលខ្លួនឯងមិនទាន់បានដើម្បីធ្វើឲ្យជាច្បាស់នូវគុណវិសេសដែលខ្លួនឯងមិនទាន់បានធ្វើជាច្បាស់នៅឡើយលុះសម័យកាលជាខាងក្រោយមកបើមានហេតុការណ៍នឹងកើតឡើងយើងក៏អាចនៅជាសុខបានអត់ប្រកបដោយការផិតភ័យណោះព្រោះជាបុគ្គលដែលមានធម៌នៅនឹងខ្លួនបាទមិនញាប់ញ័រមិនកម្រើកមិនផិតភ័យមិនតក់សោតមិនខ្លាចមិនព្រឺរោមណាយ៉ាងដូចជាបានសក់ទូលក៏ធ្លាប់សរសេរនៅក្នុងសារ Facebook នឹងថ្ងៃដែលកន្លងមកតាមមុននេះណាដែលមានការតោះតែងគ្នាណាបានសក់ទូលគាត់សរសេរសារផុស Facebook ថាសេចក្តីភ័យខ្លាចសេចក្តីតក់ស្លុតអត់មានដល់គាត់ណាគាត់សរសេរ Facebook ប៉ុន្តែចាំប្រយោគបានប៉ុណ្្នឹងឯងគាត់តែគាត់សរសេរវិញជាងនឹងតែប៉ុន្តែចាំត្រួសបានប៉ុណ្្នឹងនេះគឺលក្ខណៈអ្នកដែលមានធម៌នៅក្នុងខ្លួនក៏ហេតុការណ៍នឹងកើតឡើងក៏ទទួលស្គាល់ការពិតណាបែរមិនគឺអនាគតភ័យទី4ដែលយើងគួរលើកមកពិចារណានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដើម្បីឲ្យដឹកនាំចិត្តបង្អន់ទៅដើម្បីប្រកបព្យាយាមឲ្យហើយណាមួយទៀតអនាគតភ័យទី5ដែលយើងគួរពិចារណានៅក្នុងបច្ចុប្បន្ននេះហើយក៏គឺសម័យកាលដែលសង្ឃបែកបាក់គ្នាបើសង្ឃមានការបែកបាក់គ្នាណាមិនធ្វើឧទ្ទេសជាមួយគ្នាការធ្វើទុកក្នុងចិត្តនៅពាក្យព្រាមប្រដៅរបស់ព្រះសាស្តាមិនមែនជារឿងធ្វើបានទេណាស្ដីសម័យកាលបច្ចុប្បន្នខ្ញុំទៅបានស្ដាប់ពាក្យរបស់ព្រះសាស្តាមិនមែនបានស្ដាប់តែងាយត្រូវអត់ឥឡូវនេះសាវកភាសិទ្ធមានច្រើនណាដោយសារតែសង្ឃនឹងបែកបាក់គ្នាអត់មូលមិត្តគ្នាគណៈអត់មូលមិត្តគ្នាអត់សម្ដែងធម៌មេវិន័យដែរព្រះសាស្តាព្រះអង្គសម្ដែងដល់ពេលអត់សូវបើកបង្ហាញធម៌មេវិន័យព្រះសាស្តាព្រះអង្គសម្ដែងជនទាំងឡាយដទៃក៏បានស្ដាប់ពាក្យរបស់ព្រះសាស្តាបានឲ្យក្របានឲ្យលំបាកត្រូវអត់បើយើងអត់បានស្ដាប់យើងនឹងមានចិត្តបង្អន់ទៅដើម្បី
ទីស្ងាត់ប្រព្យាយាមខ្លះដែរអត់ណាព្រោះសទ្ធាអត់មានផងសទ្ធាដែលកើតពីការស្ដាប់សេចក្ដីថ្លាដែលកើតពីការស្ដាប់ធម៌នោះវាអត់មានយើងដឹងចាំតែធ្វើបន់ចូលរួមធ្វើបន់ឲ្យលុយហើយតែប៉ុណ្្នឹងឯងគឺថាបានបន់ណាតែអាវាតរបស់ព្រះដែលព្រះអង្គត្រាស់សម្ដែងទុកមកដល់បច្ចុប្បន្នយកដែលបានស្ដាប់មកដែលបានលឺមែនអត់នេះគឺសម័យកាលដែលសងបែកបាក់គ្នាហើយគឺការធ្វើទុកក្នុងចិត្តពាក្យរបស់សាសនាមិនមែនធ្វើបានតែងាយបាទការប្រព្យាយាមនៅក្នុងទីស្ងាត់ក៏មិនមែនធ្វើបានតែងាយឲ្យពិចារណាយ៉ាងនេះថាបើដូច្នោះក្នុងសម័យបច្ចុប្បន្នយើងប្រព្យាយាមមកឲ្យបានហើយជាមុនវិញណាលោកសម័យសងបែកបាក់គ្នាកើតឡើងមកហើយយើងក៏អាចនៅជាសុខបានយើងមានធម៌ស្រេចហើយណាត្រូវអត់ណារួមទាំងអស់នេះគឺអនាគតភ័យឬភ័យដែលមាននៅក្នុងអនាគត5យ៉ាង